តើប្រទេសដែលកាន់នៅព្រះពុទ្ធសាសនាคล้ายទៅជាប្រទេសក្រីក្រឬក៏คล้ายទៅជាប្រទេសអ្នកមានសូមស្ដាប់ទាំងអស់គ្នាដូចតទៅការកើតមកជាមនុស្សពេញហៅក្រគឺកម្របានកើតមកជាមនុស្សណាស់ការដែលបានកើតមកជាមនុស្សហើយគឺកម្របានកើតក្នុងប្រទេសដែលមានសុខសន្តិភាពនិងសម្បូរទៅដោយមនុស្សដែលមាននៅគុណធម៌គឺសេចក្តីល្អដែលចេះគោរពបូជាដឹងគុណចាស់ព្រឹទ្ធាចារ្យនិងមេត្តាបិតានិងកម្របានកើតទាន់ព្រះអរហន្តសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងឡើងក្នុងលោកហើយទ្រង់គង់ធរមាននៅមានជីវិតដែលកំពុងរស់នៅនិងកម្របានកើតទាន់នៅធម៌និងវិន័យរបស់ព្រះអង្គដែលមានព្រះសង្ឃជាសាវកនិងពុទ្ធបរិស័ទជាអ្នករៀនសូត្រចេះដឹងចងចាំបានច្បាស់លាស់ល្អហើយប្រតិបត្តិនៅធម៌វិន័យនោះរក្សាទុកនៅធម៌វិន័យនោះឲ្យគង់វង្សថិតថេរតទៅមុខនិងរក្សានៅព្រះពុទ្ធសាសនាឲ្យតាំងនៅគង់វង្សថិតថេរតទៅមុខទៀតការដែលបានកើតមកជាមនុស្សគឺកើតដោយសារកម្លាំងនៃអកុសលផលបុណ្យដែលខ្លួនបានធ្វើក្នុងជាតិមុនមកជាតិបច្ចុប្បន្នគឺជាការចាយប្រើប្រាស់សោយនៅផលបុណ្យចាស់ដែលខ្លួនបានធ្វើអំពីជាតិមុនប៉ុន្តែបើក្នុងជាតិបច្ចុប្បន្ននេះអ្នកមិនខំធ្វើបុណ្យទុកតទៅមុខទៀតទេអ្នកសោយតែផលបុណ្យចាស់អ្នកនឹងអស់ផលបុណ្យសម្រាប់ឲ្យអ្នកទៅកើតជាមនុស្សក្នុងជាតិបន្ទាប់ទៅអនាគតក្នុងជាតិខាងមុខទៀតហើយអ្នកនឹងមិនមានផលបុណ្យឯណាឲ្យអ្នកកើតជាមនុស្សទៀតឡើយព្រោះថាអ្នកបានសោយនៅផលបុណ្យចាស់ដែលអ្នកបានធ្វើពីក្នុងជាតិមុននោះអស់ហើយផលបុណ្យថ្មីក៏មិនបានធ្វើដែរដូច្នេះកម្លាំងអកុសលផលបាបកម្មឯណានីមួយដែលអ្នកបានធ្វើពីក្នុងជាតិមុនមកនិងកម្លាំងបាបកម្មដែលអ្នកបានធ្វើនៅក្នុងកំណើតជាមនុស្សបច្ចុប្បន្នជាតិនេះឲ្យផលដែលរមែងតែងតែទាញអ្នកទម្លាក់ឲ្យទៅកើតក្នុងកំណើតថោកទាបគឺអបាយភូមិ4គឺនរកប្រែតតិរិឆាននិងអសុរកាយក៏ប៉ុន្តែបើបានរួចផុតអំពីកំណើតអបាយភូមិ4នោះហើយបានមកកើតជាមនុស្សវិញក៏កើតជាមនុស្សដែលមិនមាននៅបុណ្យប្រេងសំណាងនិងមិនមាននៅភពវាសនាល្អកើតជាមនុស្សដែលមានកាយសម្បទាមិនបរិបូរណ៍គ្រប់គ្រាន់ពេញលេញគឺខ្វះខាតនៅអវយវៈដៃឬជើងនិងជាមនុស្សពិការខ្វិនខ្វងឬងាប់ខ្លួននិងជាមនុស្សដែលមាននៅសតិស្មារតីមិនគ្រប់គ្រាន់គឺឆ្កួតឬវិកលចរិតមិនដឹងអីតែបើខំធ្វើសេចក្តីល្អនិងធ្វើបុណ្យកុសលអ្នកនឹងបានកើតជាមនុស្សដែលមានបុណ្យវាសនាល្អឲ្យផលក្នុងជាតិខាងមុខតទៅទៀត